ជំរាបសួរបងប្អូនថ្ងៃនេះបងប្អូនមកលេងផ្ទះមកពីខេត្តសឹងត្រែងបងប្អូនក៏បបួលគ្នាទៅលេងជួបសុភមត្តបងប្អូននេះចេញដំណើរបានតិចបងប្អូនក៏នាំគ្នាហូបអាហារពេលព្រឹកបន្តិចហ្នឹងបងប្អូនមានអីច្រើនទេបងប្អូនហូបនំប៉័ងជាមួយទឹកដោះគោអញ្ចឹងទៅបងប្អូនហ្នឹងហើយបាយក៏នៅក្នុងប្រអប់តាមអត់ហូបហ្នឹងបងប្អូនហ្នឹងហើយហូបនំប៉័ងសិននេះទៅដល់កន្លែងលោកតាត្រឹបហើយណាបងប្អូននេះចាប់ផ្ដើមបន់ស្រន់បងប្អូនសូមសេចក្តីសុខសុខសប្បាយណាបងប្អូនណាហ្នឹងហើយលោកតាត្រឹបដែលស្ថិតនៅក្នុងស្រុកឆែបខេត្តព្រះវិហារណាបងប្អូនស័ក្តិសិទ្ធិណាបងប្អូនទៅលេងគុំរំលងណាបងប្អូនណាចូលសុំសេចក្តីសុខសុខសប្បាយតាមផ្លូវចឹងទៅណាបងប្អូនឲ្យទេសភាពវិញក៏ស្អាតដែរបងប្អូនអើយនេះម្លប់ឈើត្រឆឹងត្រឆៃណាបងប្អូននេះដើមឈើធំធំបងប្អូនអើយពិតជាស្រស់ស្អាតខ្លាំងណាស់បងប្អូនខ្ញុំទៅ3ម៉ូតូណាបងប្អូនណានេះហ្នឹងហើយទៅ3ម៉ូតូបងប្អូនអើយហ្នឹងហើយជិះម៉ូតូហើយផ្លូវក៏ផ្លូវក្រហមណាបងប្អូនរឿងបាក់ផ្លូវតិចបងប្អូនប៉ុន្តែអីទេយើងចង់ស្គាល់ចឹងបងប្អូននេះចាប់ដើមបន់ស្រន់សុំសេចក្តីសុខសប្បាយណាបងប្អូនហ្នឹងហើយយើងសុំទៅបងប្អូនហ្នឹងហើយយើងឆ្លងកាត់ហើយចូលសុំពួកសុំជ័យពីគាត់ទៅហ្នឹងបងប្អូនណាកុំឲ្យរំលងនេះមកដល់តាមផ្លូវបងប្អូនអើយឃើញព្រីងមួយដើមផ្លែឡើងពេញបងប្អូនហើយព្រីងហ្នឹងផ្អែមទៀតបងប្អូននេះហើយឡើងក្រហមពេញដើមបងប្អូនថ្លៃទៅចុះបេះក៏ឡើងទៅលើឡើងលឿនបងប្អូនអើយហ្នឹងហើយថាឃើញព្រីងភ្លាមប្រុចដល់លើបានបងប្អូនហ្នឹងហើយលឿនណាហ្នឹងហើយព្រីងក៏ផ្អែមទៀតបងប្អូនព្រីងនេះដុះខ្លួនឯងហ្នឹងបងប្អូនណាហ្នឹងហើយអត់មានបងប្អូនណាដាំទេបងប្អូនដុះខ្លួនឯងទៅក៏គេក្បេះយើងក្បេះចឹងបងប្អូនហ្នឹងហើយនេះចាប់ដើមបេះទៀតបងប្អូនអើយនឹងទៅដើមគ្នាហ្នឹងហើយព្រីងនឹងផ្អែមណាស់បងប្អូនអើយហ្នឹងហើយតាមផ្លូវយើងទៅលេងទឹកធ្លាក់ចឹងបងប្អូនហ្នឹងហើយនេះហើយផ្អែមបងប្អូននេះហើយផ្លូវនៅពេលឆ្ងាយហ្នឹងបងប្អូនអើយនេះហើយបេះបានតិចបងប្អូននេះបេះបានតិចមួយបងប្អូនអើយហ្នឹងហើយយកទៅហូបនៅកន្លែងទឹកធ្លាក់បងប្អូនហ្នឹងហើយយកទៅវាចប់ដាក់ថង់ចឹងទៅយកទៅហូបនៅនោះពេលយើងលេងទឹកធ្លាក់ចឹងទៅពេលយើងឃ្លានហូបទៅហ្នឹងបងប្អូនហ្នឹងហើយនេះបងប្អូនហើយផ្លូវនៅវែងឆ្ងាយមែនតើបងប្អូនហើយនេះអត់តាន់បានពាក់កណ្ដាលផ្លូវហ្នឹងបងប្អូនដល់ឃើញព្រីងក៏ឈប់បេះសិនទៅហ្នឹងបងប្អូនហ្នឹងហើយនេះចាប់ដើមចេញបន្តដំណើរទៀតបងប្អូនហ្នឹងហើយក៏មកដល់បងប្អូនដល់ហើយបងប្អូនដល់ក៏រកកញ្ចុះរៃបានបងប្អូននេះរកកញ្ចុះបានហើយចាប់ដើមកំងមកហូបហើយបងប្អូនហ្នឹងហើយមកហូបក៏មានច្រើនមុខហ្នឹងបងប្អូនអើយហ្នឹងមកបីក៏មានបងប្អូនហ្នឹងហើយតាមពុកម៉ែបងប្អូនចំណង់ចំណូលចូលចិត្តបងប្អូនកំងបានបងប្អូនណាហើយបងប្អូនអើយមើលទេសភាពហើយសម្លេងទឹកធ្លាក់វិញបងប្អូននេះលឺខ្លាំងមែនតើបងប្អូនហើយចំហាយទឹកក៏ត្រជាក់មែនតើបងប្អូនហ្នឹងហើយហូបអីហើយបានទៅលេងទឹកបងប្អូនអើយហ្នឹងហើយហូបអីហើយសិនកំងហូបហើយមកហូបហើយក៏ហូបសិនបងប្អូនហូបបាយអីហ្នឹងទៅហ្នឹងហើយថ្ងៃមកដល់ថ្ងៃល្មមបងប្អូនចាប់ដើមកំងហូបក៏មានច្រើនមុខមានបុកល្ហុងអីហ្នឹងទៅបងប្អូនហ្នឹងហើយក៏ឆ្ងាញ់ត្រីចៀនត្រីអីចឹងទៅមិនត្រីចៀនបងប្អូនត្រីអាំងហ្នឹងហើយមានសមសាច់សមអីចឹងទៅបងប្អូនហ្នឹងហើយបងប្អូនឡាវគាត់លក់បងប្អូនខ្មែរគាត់លក់ចឹងទៅបងប្អូនម្ហូបឡាវខ្លះម្ហូបខ្មែរខ្លះចឹងទៅបងប្អូនហ្នឹងហើយនេះស្ងោរជ្រក់ត្រីបងប្អូនត្រីអាំងត្រីចឹងទៅជាមួយបុកល្ហុងជាមួយទឹកត្រី7ទុំបងប្អូនអូយឆ្ងាញ់សាច់ឆ្ងាញ់ដើរលេងចឹងបានចឹងឆ្ងាញ់ហ្នឹងបងប្អូនហ្នឹងហើយស្ងោរជ្រក់ស្ងោរអីចឹងទៅត្រីស្រស់ថ្មីហ្នឹងបងប្អូនអើយនឹងគេរកមកថ្មីនេះថតទេសភាពឲ្យបងប្អូនតាមដានខ្លះបងប្អូនណាហើយបងប្អូនចាំតាមដានទស្សនាវីដេអូក្រោយទៀតណាបងប្អូនណាអរគុណច្រើនហ្នឹងហើយមកសានេះថតឲ្យបានបងប្អូនអើយវាចែកជូនបងប្អូនទស្សនាហ្នឹងហើយតាមមើលពិតជាស្អាតមែនតើណាបងប្អូនដោយឋានសួគ៌លើដីចឹងបងប្អូនអើយមើលស្អាតមែនតើបងប្អូនណានេះបងប្អូនមើលនេះនៅមួយខាងនោះឡាវបងប្អូនខាងនេះខ្មែរយើងបងប្អូនណាហ្នឹងហើយយើងចូលថតហ្នឹងគឺទឹកដីខ្មែរបងប្អូនណាហ្នឹងហើយពិតជាស្រស់ស្អាតមែនតើបងប្អូនអូមើលណាអូស្អាតខ្លាំងតែបងប្អូនហ្នឹងខ្ញុំថតអញ្ចឹងបើស្អីឃើញស្អាតបងប្អូនបងប្អូនមកផ្ទាល់បងប្អូនអូយពិតជាស្អាតហើយទឹកក៏ត្រជាក់ថ្លាល្អណាស់បងប្អូនបើពុកម៉ែបងប្អូនរកកន្លែងកំសាន្តអត់ឃើញពុកម៉ែបងប្អូនមកជើញមកកំសាន្តនៅខ្ញុំបាទសូមអរគុណច្រើនបងប្អូនចាំតាមដានទស្សនាវីដេអូក្រោយទៀតបងប្អូនអរគុណ